ខ្ញុំប្រកាន់ណាសូមនមស្ការចំពោះសម្ដេចអគ្គមហាផ្សងក្រេតទាំងពីរគណៈសម្ដេចព្រះជាគណៈប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមក្រាបថ្វាយបង្គំចំពោះបកូនណាជាម្ចាស់ជីវិតតម្កល់លើត្បូងគោរពសម្ដេចឯកឧត្តមលោកជំទាវលោកស្រីលោកយាយលោកតាបងប្អូនជួនរួមជាតិទាំងអស់ជាទីគោរពថ្ងៃនេះខ្ញុំសូមចែករំលែកអំពីទស្សនវិជ្ជាផ្លូវច្បាប់ដែលតកតងទៅនឹងមាត្រា9នៃក្រមរដ្ឋប្បវេណីរបស់យើងពុកម៉ែបងប្អូនណាកាលពីវីដេអូមុនខ្ញុំបានលើកយកហើយថាតកតងពីពេលចាប់ផ្ដើមនិងពេលបញ្ចប់សមត្ថភាពទទួលសិទ្ធិនៅក្នុងមាត្រា8នៃក្រមរដ្ឋប្បវេណីចឹងទេថ្ងៃនេះនឹងលើកយកមាត្រា9មកនិយាយតែមុននឹងនិយាយពីមាត្រា9សូមនិយាយតិចដោយសារថាខានទៅវីដេអូប្រហែលថ្ងៃដែរបញ្ហាភ្នែកតិចពុកម៉ែបងប្អូនឃើញហើយថាដូចជាវាកើតអីនៅលើភ្នែកហ្នឹងហើមភ្នែកអញ្ចឹងថ្ងៃនេះមិនទាន់បាត់ហើមភ្នែកស្រួលបួលទេប៉ុន្តែឆ្លៀតពេលដើម្បីចែករំលែកសំទោសជាពិសេសគឺចង់ចែករំលែកពីចំណេះដឹងជូនដល់បងប្អូនដែលជាអ្នកកំពុងសិក្សានៅក្នុងវិស័យនីតិសាស្ត្រចឹងទេនៅក្នុងមាត្រា9នៃក្រមរដ្ឋប្បវេណីរបស់យើងនិយាយពីទរុក្នុងគ័រទ្រុក្នុងគួរនៅពេលដែលរងជាសនកម្មអំពីអនិច្ចានុកូលណាមួយទ្រុនោះអាចទៀមទាយកសំណងអាចទៀមទាយកសំណងនៃការខូចខាតដែលកើតចេញអំពីផលប៉ះពាល់ឬដែលរងអំពីអនិច្ចានុកូលនោះនៅក្នុងករណីឧទាហរណ៍ថាបុគ្គល A កាលពីគាត់នៅជាវ័យទារកហើយបុគ្គលនោះបានរងជាសនកម្មអំពីហិង្សាពីបុគ្គលផ្សេងទៀតឧទាហរណ៍ហិង្សាពីបុគ្គល B បានប៉ះពាល់ឲ្យគាត់មានពិការភាពត្រង់ចំណុចណាមួយខ្ញុំឧទាហរណ៍ថាពិការភ្នែកទៅចោះឬក៏ពិការយើងពិការនៃរាងកាយត្រង់ណាមួយពិការដៃឬក៏ពិការជើងឲ្យតែប៉ះពាល់ឲ្យតែគេរកឃើញថាគ្រូពេទ្យរកឃើញថាផលប៉ះពាល់ដែលកើតចេញអំពីអនិច្ចានុកូលដែលបុគ្គល B នោះធ្វើមកលើគាត់ចឹងទេគាត់អាចទៀមទាសំណងនៃការខូចខាតដែលកើតចេញអំពីអនិច្ចានុកូលនៅអំឡុងពេលដែលគាត់នៅជាវ័យទារកនោះបាននៅក្នុងចំណុចទី1នៃក្រមរដ្ឋប្បវេណីមាត្រា9របស់យើងនៅក្នុងចំណុចទី2នៅក្នុងចំណុចទី2លោកបានបញ្ជាក់ឲ្យនៅក្នុងមាត្រា9នេះដដែលថាទារកនៅក្នុងគ័រនៅពេលដែលគាត់កើតមកឬប្រសូតចេញមកខាងក្រៅគាត់អាចទៀមទាឬអាចទទួលបាននៅសន្តតិកម្មនោះបានហើយស្អីទៅជាសន្តតិកម្មបើយើងនិយាយស្រួលស្ដាប់ថាគឺជាការទទួលយកនៅសិទ្ធិនិងកាតព្វកិច្ចរបស់មគ្គកជនសន្តតិកម្មនឹងនិយាយគ្នានៅពេលក្រោយទៀតចោះដោយសារមានកន្ធីមួយដែលក្នុងក្រមរដ្ឋប្បវេណីយើងនិយាយអំពីសន្តតិកម្មចឹងតែបើទារកនៅក្នុងគ័រនេះគាត់មិនទាន់បានកើតមកទេប៉ុន្តែសហព័ន្ធណាមួយដែលជាសហព័ន្ធទូទៅប្តីប្រអីទារកនៅក្នុងគួរនៅពេលដែលបាត់បង់ដែលជាឪពុកហើយឬក៏ជាជីតាក៏ដោយផ្ដល់នៅសន្តតិកម្មជាទូទៅសន្តតិកម្មគាត់បាត់បង់មគ្គជនគាត់បានស្លាប់ទៅចឹងទេទារកនោះនៅពេលដែលកើតមកអាចទទួលយកនៅសន្តតិកម្មនោះបានខ្ញុំឧទាហរណ៍ថាគ្រួសារមួយមានកូន3នាក់ឪពុកឈ្មោះ A ម្ដាយឈ្មោះ B មានកូន C D E ចាំចោះឪពុកឈ្មោះ B គាត់បានស្លាប់ទៅហើយក្នុងអំឡុងពេលដែលកូននេះដែលជាកូនពៅគាត់បានចុះចាប់កំណើតហើយប៉ុន្តែមិនទាន់កើតទេថ្ងៃក្រោយទៅគាត់មិនទាន់បានកើតមកត្រូវបានឪពុកទទួលមរណភាពចឹងទេនៅពេលដែលគាត់កើតមកនេះទ្រព្យសម្បត្តិដែលជាទ្រព្យដែលតាក់ទងទៅនឹងមគ្គជនបុគ្គលដែលកើតមកពេលក្រោយពេលដែលឪពុកទទួលមរណភាពអាចទទួលនៅសន្តតិកម្មនោះបានចឹងកុំឆ្ងល់ពុកម៉ែបងប្អូនកុំឆ្ងល់ថាសន្តតិកម្មជាស្អីអានោះសន្តតិកម្មយើងនឹងនិយាយគ្នាពេលក្រោយទៀតនឹងចំណុចទី2ដែលខ្លឹមសារអញ្ចឹងចំណុចទី3នៅក្នុងក្រមរដ្ឋប្បវេណីលោកបានបដោតសំខាន់ដែរថាទារកនៅក្នុងគួរដដែលនៅពេលដែលបុគ្គលណាម្នាក់
ឬនៅពេលដែលកើតមកពេលក្រោយអាចទទួលនៅបណ្ដាំមរតកបានក្នុងអំឡុងពេលទោះបីជាទ្រុឌនៅក្នុងគួរនេះកើតមកនៅពេលក្រោយអាចទទួលយកនៅបណ្ដាំនោះបានហើយបែងចែកខុសគ្នាស្អីគេទៅបណ្ដាំស្អីគេទៅសន្តតិកម្មបើយើងនិយាយថាសន្តតិកម្មយើងបែងចែកជាពីរសន្តតិកម្មដោយច្បាប់និងសន្តតិកម្មដោយឆន្ទៈសន្តតិកម្មដោយឆន្ទៈហ្នឹងសំដៅយកបណ្ដាំហ្នឹងហើយសំដៅយកបណ្ដាំហ្នឹងដោយសារឆន្ទៈរបស់បុគ្គលណាមួយដែលជាមគ្គកជនបានផ្ដាំទុកមកឲ្យដល់បច្ឆាជនមានដល់ជនខាងក្រោយនេះចឹងទេនៅក្នុង3ចំណុចនេះគឺការពារនៅក្នុងមាត្រា8បានចែងឲ្យថាសមត្ថភាពនៃការទទួលសិទ្ធិពីពេលកើតមកមែនទេយើងបានជជែកគ្នាហើយពុកម៉ែបងប្អូនណាយើងបានជជែកគ្នាហើយពីពេលកើតមករហូតដល់ពេលស្លាប់ទៅវិញចុះហេតុអីបានជាមាត្រា9ទទួលស្គាល់នៅពេលដែលសិទ្ធិក្នុងអំឡុងពេលដែលគាត់នៅក្នុងផ្ទៃនេះពេលកើតមកអាចទទួលអាចទៀមទាទី1អាចទៀមទាយកនៅសំណងនៃការខូចខាតដែលកើតចេញអំពីអំពើអនិច្ចានុកូលទី2គឺអាចទទួលនៅពេលដែលកើតមកពេលក្រោយអាចទៀមទាយកនៅសន្តតិកម្មទី3គឺទៀមទាយកបណ្ដាំនៅពេលក្រោយនៅក្នុងក្រមសាវេនីមាត្រា9នេះលោកបានគិតយ៉ាងលម្អិតហើយក៏បានផ្ដល់អត្ថិភាពឬក៏ផ្ដល់សិទ្ធឲ្យតែរូបដៃនៅក្នុងគួរនេះព្រោះអីតែរូបដៃនៅក្នុងគួរគង់តែមិនកើតមកទេមិនមែននៅដល់10 20ខែទេតែ9ខែ10ថ្ងៃកើតហើយអញ្ចឹងច្បាប់ចែងទុកឲ្យមកចែងកំណត់ទទួលស្គាល់សិទ្ធនៅពេលដែលគាត់កើតមកនៅពេលគាត់កើតមកប៉ុន្តែបើគាត់កើតមកជាអកុសលគាត់ស្លាប់អាហ្នឹងមិនអាចទទួលយកបានទេមិនអាចទទួលទៀមទាបានដោយសារគាត់បាត់បង់សិទ្ធទៅហើយអញ្ចឹងណាបើគាត់ស្លាប់កាលនេះគាត់កើតមកមានរូបរាងកាយមានជីវិតរស់រាននឹងគាត់អាចទៀមទាអញ្ចឹងខ្ញុំនឹងលើកយកមាត្រា9មកចែកជូនពុកម៉ែបងប្អូនបានស្រាប់ទាំងអស់គ្នាក្រមរដ្ឋបវេនីមាត្រា9ទារុក្នុងគួរចំណុចទី1ទ្រុដែរនៅក្នុងគួរពេលមានអំពើអនិច្ចានុកូលបើទារុនោះមានកំណើតនៅពេលក្រោយអាចទៀមទានៅសំណងនៃការខូចខាតដែលកើតចេញឡើងនៅពេលដែលខ្លួននៅក្នុងគួរដោយអំពើអនិច្ចានុកូលនោះបាននឹងចំណុចទី1ដូចខ្ញុំបានលើកយកបាញ់មកនិយាយចឹងណាចំណុចទី2ទ្រុដែរនៅក្នុងគួរពេលដែលចាប់ផ្ដើមសន្តតិកម្មបើទ្រុនោះមានកំណើតពេលក្រោយអាចទទួលមរតកដោយសន្តតិជននោះបានដោយសន្តតិកម្មនោះបាននឹងខ្ញុំនិយាយក៏បាននិយាយគ្នាដែរហើយមិញណានេះខ្ញុំអានមាត្រាដើម្បីបញ្ជាក់ចំណុចទី3ទារុដែរនៅក្នុងគួរនាពេលដែលម្ចាស់បណ្ដាំទទួលមរណភាពបើទារុនោះមានកំណើតពេលក្រោយអាចទទួលនៅអានុភាពនៃបណ្ដាំនោះបានអញ្ចឹងនៅក្នុងមាត្រា9នេះលោកបដោតថានៅពេលដែលទារុនោះកើតមកនៅពេលដែលទារុនោះមានកំណើតពេលក្រោយមានថាកើតមករស់រានមានជីវិតបានគាត់អាចទៀមទាទី1ទៀមទាសំណងនៃកើតចេញពីអំពើអនិច្ចានុកូលទី2ទៀមទាយកនៅសន្តតិកម្មទី3គឺទៀមទាយកនៅបណ្ដាំករណីដូចខ្ញុំបានលើកមិញករណីបើគាត់អកុសលកើតមកគាត់ស្លាប់នឹងយើងគិតថាគាត់មិនមានសិទ្ធិទេណាអញ្ចឹងទេនៅក្នុងមាត្រា9នៃក្រមរដ្ឋបវេនីគឺលោកបដោតប៉ុណ្ណឹងពុកម៉ែបងប្អូនណាអញ្ចឹងថ្ងៃនេះវីដេអូមានតែប៉ុណ្ណឹងទេសូមក្រាបថ្វាយបង្គំលានិងជម្រាបលា Daily Poster ខ្ញុំបាទមានទទួលធ្វើស្លាកយីហោគ្រប់ប្រភេទមានស្លាកយីហោប្រភេទមានភ្លើងឬអត់ភ្លើងអក្សរកាត់អាគ្រីលិកជាប្រភេទមានភ្លើងក្តីអត់ភ្លើងក្តីsign board ប្រភេទកស៊ូ banner ឬក៏ sticker បាត់លើ spot មាន J flat មានជើងបញ្ឈរមុខហាងមានភ្លើងក្តីឬអត់ភ្លើងក្តីនិងស្លាកយីហោផ្សេងតូចធំគ្រប់ប្រភេទបាទបងប្អូនមានតម្រូវការធ្វើស្លាកយីហោសូមទំនាក់ទំនងកាន់ Daily Poster ខ្ញុំបាទសូមអរគុណ